សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីរបៀបធ្វើការតេស្ត performance laptop ដោយប្រើប្រាស់កម្មវិធី performance test ដើម្បីដឹងថា laptop របស់អ្នកទាំងអស់គ្នាមានកម្លាំង performance ខ្លាំងកម្រិតណាតោះទៅធ្វើការតេស្តជាមួយខ្ញុំទាំងអស់គ្នាចឹងដើម្បីធ្វើការតេស្តវាបានជាដំបូងយើងត្រូវទៅ download និងដំឡើងកម្មវិធី performance test នៅលើ laptop របស់អ្នកទាំងអស់គ្នាជាមុនសិនតាមរយៈ link នៅក្នុង comment ខាងក្រោមបន្ទាប់ពីដំឡើងរួចរាល់អ្នកទាំងអស់គ្នាធ្វើការបើកទៅកាន់កម្មវិធី performance test រួចចូលទៅកាន់ run benchmark ហើយរងចាំវាបន្តិចទៅដើម្បីឲ្យវាដំណើរការចប់បន្ទាប់ពីធ្វើការតេស្ត performance រួចមកយើងឃើញថា CPU របស់វាគឺវាមានបន្ទុករហូតដល់ 36776 បើយើង compare ជាមួយនឹង CPU បច្ចុប្បន្នបន្ទុកប៉ុណ្ណឹងដែរគឺវាស្ថិតនៅក្នុងកម្រិត CPU high end ឥឡូវយើងមកមើល GPU របស់វាវិញគឺទទួលបានបន្ទុករហូតដល់ 2277 បើយើង compare ជាមួយនឹង GPU laptop បច្ចុប្បន្នសម្រាប់បន្ទុកប៉ុណ្ណឹងដែរគឺវាស្ថិតនៅក្នុង laptop ដែលមាន GPU កម្រិត high end ចំណែកឯ performance laptop មួយនេះវិញគឺវាមានបន្ទុករហូតដល់ 12134 បើយើង compare ជាមួយនឹង laptop បច្ចុប្បន្នបន្ទុកប៉ុណ្ណឹងដែរគឺវាស្ថិតនៅក្នុងកម្រិត high end សម្រាប់ laptop ដែលខ្ញុំកំពុងតែធ្វើការតេស្តនេះដែរគឺជា MSI Katana 17 ឆ្នាំ 2025 ជា gaming laptop high performance របស់ MSI ដែលមានតម្លៃពិសេសមែនទែនដែលបានបំពាក់មកជាមួយនឹង graphic card RTX 50 series CPU ជំនាន់ចុងក្រោយជាប្រភេទ high performance extreme ដែលវាស័ក្តិសមសម្រាប់ឲ្យអ្នកទាំងអស់គ្នាយកទៅប្រើប្រាស់ការងារធំៗការលេង game ការកម្សាន្តនិងការងារផ្សេងៗជាច្រើនទៀតlaptop មួយនេះដែរគឺបានបំពាក់មកជាមួយនឹង CPU Intel Core i7 ជំនាន់ទី14 14650HX ដែលជា CPU High Performance Extreme ដែលមាន boost speed រហូតដល់ 5.20 GHz សម្រាប់ graphic card របស់វាដំណើរការដោយ Nvidia RTX 5058G ជាប្រភេទ GDDR7 ដែលមានកម្លាំង GPU boost power រហូតដល់ 115W និងមានជាមួយបច្ចេកវិទ្យា AI DLSS4 Multi Frame Generate ដែលធ្វើឲ្យការលេង game បាន smooth ខ្លាំងហើយទទួលបាន frame rate ខ្ពស់ជាងមុនចំពោះ RAM របស់វាវិញគឺបានភ្ជាប់មកជាមួយនឹង RAM ទំហំ 16GB DDR5 5600 MB transfer ដែលយើងអាច upgrade រហូតដល់ 96GB និងមាន storage ទំហំ 1TB ជាប្រភេទ M2 PCIe Gen 4 សម្រាប់អេក្រង់របស់វាវិញ MSI បានបំពាក់មកជាមួយនឹងអេក្រង់ទំហំ 17.3 អ៊ីនកម្រិតបង្ហាញ Quad HD refresh rate 240Hz ជាប្រភេទ IPS panel ដែលបង្ហាញរូបភាពច្បាស់ល្បឿនលឿនងាយស្រួលក្នុងការកែរូបកាត់តវីដេអូនិងប្រើប្រាស់ការងារប្រចាំថ្ងៃបើយើងងាកមកមើលការ design របស់ laptop មួយគ្រឿងនេះវិញMSI Katana ស៊េរីឆ្នាំ 2025 គឺបាន design ឡើងជាមួយនឹងរូបរាងសាមញ្ញតែរឹងមាំដែលផ្នែកខាងលើ design មកជាមួយនឹងសភាពភ្លឺរលោងជាមួយនឹង gaming keyboard ដែលមានភ្លើង RGB 4 ដែលបង្ហាញពណ៌មកយ៉ាងស្រស់ស្អាតសម្រាប់ផ្នែកខាងក្រោយវិញ MSI បានបំពាក់មកជាមួយនឹង logo បែបថ្មីផុសចេញមកក្រៅដែលមើលទៅមានសភាពកាចជាងមុនហើយបាតខាងក្រោមមានប្រព័ន្ធខ្យល់ចេញចូលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Cooler Bluetooth ដែលធ្វើឲ្យប្រព័ន្ធ cooling system នៅក្នុង laptop មួយគ្រឿងនេះដំណើរការបានល្អមែនទែនMSI Katana 17HX មួយគ្រឿងនេះដែរគឺបានបំពាក់មកជាមួយនឹងមុខងារ Discrete Graphic Mode ដែលធ្វើឲ្យ CPU និង GPU របស់វាបញ្ចេញកម្លាំងថាមពលបានអស់តែម្ដងដែលអាចឲ្យយើងប្រើប្រាស់ការងារធំៗបានយ៉ាងរលូនបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹង laptop មួយនេះអ្នកទាំងអស់គ្នាអាចមករកបាននៅហាង Top Tech Computer ដែល MSI Katana 17 series ឆ្នាំ 2025 មួយនេះមិនមែនមានតែមួយ model នឹងទេគឺមានជាមួយនឹង spec RTX 50និង RTX 50ដែលអាចឲ្យអ្នកទាំងអស់គ្នាជ្រើសរើសបានដែលឥឡូវនេះកំពុងតែមានការ promotion បញ្ចុះតម្លៃពិសេសនៅហាង Top Tech Computerអ្នកទាំងអស់គ្នាអាចធ្វើការស្វែងរក computer គ្រប់ប្រភេទដែលមានតម្លៃពិសេសនៅលើ website toptechkh.com បានបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹង model មួយណាអ្នកទាំងអស់គ្នាអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ Facebook Page Telegram របស់យើងខ្ញុំបានសូមអរគុណនិងសូមជម្រាបលា